សួស្តីអ្នកនរគ្នាខ្ញុំបាទប្រូអំភីស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះដែរយើងនឹងមកសម្រាប់សាច់រឿងថ្ងៃណាឡើង Legend ដែលជាអេពីសូតទី3ហើយក៏ជាអេពីសូតចុងក្រោយដែលខ្ញុំបានសន្យាជាមួយគ្នាយើងថានឹងឡើង Legend នៅថ្ងៃនេះហើយបើសិនជាចង់ដឹងថាសាច់រឿងទៅយើងណាកុំភ្លេចតាមដានទស្សនាអ្នកនរគ្នាចូលមកកាន់សាច់រឿងដំបូងរបស់យើងវិញក៏បានបង្ហាញយើងឃើញថា Sasuke Uchiha ជាមួយនឹង Gaara ដែលនៅក្នុងភូមិខ្សាច់បានចាប់ដៃគ្នាដើម្បីប្រយុទ្ធជាមួយនឹងសត្រូវហើយក៏លេងមើលខាងសព័ន្ធមិត្តយើងនេះវិញគឺថា soft skin អួតខ្លាំងមែនទែនអាងតែគាត់មាន skin ច្រើនអញ្ចឹងហើយគាត់ធ្វើអីក៏សមដែរថាតួឯងរបស់យើងក៏គ្មានអីអំបៀជាមួយគេទេបន្ទាប់ពីគ្នាយើងពី hero រួចសង្គ្រាមក៏ចាប់ផ្ដើមកើតឡើង Sasuke Uchiha ក៏បានប៉ះគ្នាជាមួយនឹងបើក្រហមបន្ទាប់ពីស៊ីទៅលើបើក្រហមក៏ដូចជាបើគេរួចឈុតឆាកប្រយុទ្ធគ្នាក៏ចាប់ផ្ដើមកើតឡើងរវាង Sasuke Uchiha ជាមួយនឹង Kagura បន្ទាប់មក Sasuke Uchiha ក៏បានសម្លាប់នាងបាត់ទៅបន្ទាប់មកខាង enemy ក៏ធ្វើការចោមសងសឹកមានទាំងស៊ីឡុងជាមួយនឹងបាល់មុនក៏ប៉ុន្តែបាល់មុនក៏បានស្លាប់មុនស៊ីឡុងបាត់ទៅស៊ីឡុងក៏បានធ្វើការរត់រួចខ្លួនផងដែរកន្លែងនេះដែរ Sasuke ក៏ចាប់ដើមរកស៊ីឡុងក៏ប៉ុន្តែរកមិនឃើញទេក៏បានឃើញថាគាត់បានឡើងទៅដល់turretខាងលើបាត់ហើយបន្ទាប់ពីធ្វើការរកស៊ីឡុងអស់មួយសន្ទុះគាត់ក៏បានឃើញស៊ីឡុងនៅផ្លូវខាងលើហើយមិនចាំយូរគាត់ក៏បានធ្វើការបាក់ឆាប់យុទ្ធគ្នាជាមួយនឹងស៊ីឡុងហើយក៏បានសម្លាប់ស៊ីឡុងបាត់ទៅបន្ទាប់មកគាត់ក៏បានឃើញស្ត្រីនៅ mid lane ហើយក៏សម្រេចចាត់ចូលទៅវាយជាមួយនឹង Kagura ក៏ប៉ុន្តែគ្នាគេបានចូលមកជួយដោយឃើញថាយើងសម្លាប់ Kagura បាន Pakito ក៏សម្រេចចិត្តទៅសម្លាប់ Kagura បាត់ទៅកាត់មកត្រង់ឈុតនៅផ្លូវខាងក្រោមវិញ Gaara ក៏បានសម្លាប់ទៅលើបាល់មុនបន្ទាប់មក Sasuke និង Gaara ក៏បានធ្វើការសម្លាប់ Lord មួយបាត់ទៅកាត់មកត្រង់ឈុតនៅពេលដែល Kagura រស់ឡើងវិញ Sasuke ក៏បានសម្លាប់នាងដោយប្រើតែមួយក្បាច់តែប៉ុណ្ណោះងាកមកមើលនៅពេលដែលសម្ព័ន្ធមិត្តរបស់យើងកំពុងទៅវាយនៅផ្លូវខាងលើគឺឃើញថាស៊ីឡុងកំពុងតែបុកផ្ទះរបស់យើងក៏ប៉ុន្តែ Sasuke ក៏បានធ្វើការទប់ជាប់ហើយក៏បានសម្លាប់ស៊ីឡុងនៅផ្លូវខាងក្រោមបាត់ទៅកាត់មកត្រង់ឈុតនេះវិញ Sasuke ក៏ធ្វើការចូលទៅវាយមួយពីរជាមួយនឹង Kagura ហើយនឹងតេងរបស់គេក៏ប៉ុន្តែនៅពេលនោះគាត់ក៏ត្រូវបានរងការវាយប្រហារជាខ្លាំងពីសំណាក់ Kagura ហើយនឹងតេងខាងគេតែមិនអីទេនៅពេលនេះ Sasuke ក៏បានប្រើក្បាច់ Ninjutsu ដែលគ្រូ Kakashi បានបង្រៀនគាត់ហើយក៏បានសម្លាប់ Kagura បាត់ទៅដោយសារតែឃើញស្ថានភាពមិនស្រួលគាត់ក៏ធ្វើការរត់គេចពីតេងខាងគេផងដែរតេងខាងគេក៏បានធ្វើការសងសឹកទៅលើ Sasuke ក៏ប៉ុន្តែមិនអាចទេក៏ព្រោះតែគ្នាយើងក៏បានចូលជួយ Sasukeហើយកន្លែងនេះផងដែរ Pakito ជាមួយនឹង Gaara ក៏បានពួតតែគ្នាសម្រាប់ទៅលើតេងខាងគេបាត់ទៅបន្ទាប់មកជ័យជំនះសង្គ្រាមមួយនេះក៏បានទៅលើ Sasuke Uchiha ជាមួយនឹង Gaara ដែលជាមិត្តភក្តិស្លាប់រស់របស់គាត់ហើយនឹងអ្នកទាំងអស់គ្នាវគ្គនេះដែរគឺខ្ញុំមិនតបានអាន Legend ទេក៏ព្រោះតែលេងរដងគឺប៉ាទីធីមដូចអាចចឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងខ្ញុំបាទ MP សូមអរគុណក៏ដូចជាសូមជម្រាបលាហើយជួបគ្នានៅអេពីសូតក្រោយដែលជាអេពីសូតដែលខ្ញុំឡើង Legend